ធីបុណ្យផ្កាប្រាក់មហាសាមគ្គីនិងបុណ្យពុទ្ធាពិសេសទូលព្រះបង្គំយើខ្ញុំព្រះករុណាអាត្មាភាពជាព្រះចៅអធិការព្រះសង្ឃលោកគ្រូអាចារ្យគណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្តបារាយនិងពុទ្ធបរិស័ទគ្រប់ទិសទីបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដួចផ្ដើមធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គីបុណ្យពុទ្ធាពិសេសនិងបុណ្យឆ្លងព្រះពុទ្ធបដិមាទ្រង់ប្រសូតត្រាស់ដឹងនិងបរិនិព្វានរូបសំណាកព្រះសង្ឃទ្រង់បណ្ឌបាតរូបសំណាកសម្ដេចព្រះសង្ឃរាជជូណាតនិងរូបសំណាកលោកតាក្រុមងុយដែលបានកសាងនិងតម្កល់ទុកក្នុងទីអារាមវត្តបារាយដែលស្ថិតនៅក្នុងភូមិបារាយឃុំមេសក់ថ្ងក់ស្រុកចន្ទ្រាខេត្តស្វាយរៀងអាស្រ័យដោយបានជម្រាបជូនខាងលើខ្ញុំព្រះករុណាអាត្មាភាពយើងខ្ញុំទាំងអស់គ្នាមានកិត្តិយសសូមគោរពអញ្ជើញអាយឧត្តមលោកជំទាវលោកអង្គញាអ្នកអង្គញាលោកស្រីនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទគ្រប់ទិសទីសូមមេត្តាអញ្ជើញចូលរួមចូលចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មពិធីបុណ្យថ្ងៃសៅរ៍13រោចខែពិសាខឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី24ខែឧសភាឆ្នាំ2025វេលាម៉ោង7ព្រឹកប្រគេនយាគូដល់ព្រះសង្ឃវេលាម៉ោង11ថ្ងៃត្រង់ប្រគេនផតហាចំពោះព្រះសង្ឃវេលាម៉ោង1រសៀលជួបជុំពុទ្ធបរិស័ទរៀបចំធ្វើក្រុងពលីសូមម្ចាស់ទឹកម្ចាស់ដីវេលាម៉ោង2និង00នាទីរសៀលរៀបចំធ្វើបទនមស្ការថ្វាយបង្គំព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងរៀបចំពិធីពុទ្ធាពិសេសបន្ទាប់មកនិមន្តព្រះគ្រូកតធម្មលៈម៉ៅសាវីព្រះអនុគុណស្រុកចន្ទ្រានិងព្រះគ្រូសៅប៊ុនធឿនព្រះវិន័យធរស្រុកចន្ទ្រាសម្ដែងព្រះធម៌ទេសនាបច្ឆាវិសច្ចនីក្រែ2វេលាម៉ោង3រសៀលទទួលបដិសន្ធរកិច្ចចំពោះភ្ញៀវកិត្តិយសជិតឆ្ងាយលុះព្រឹកឡើងថ្ងៃអាទិត្យ14រោចខែពិសាខឆ្នាំម្សាញ់ត្រូវនៅថ្ងៃទី25ខែឆ្នាំដដែលវេលាម៉ោង7ព្រឹកប្រគេនយាគូដល់ព្រះសង្ឃវេលាម៉ោង9:30នាទីព្រឹកជួបជុំពុទ្ធបរិស័ទជិតឆ្ងាយរៀបចំដង្ហែអង្ផ្កាប្រតិសិនជុំវិញព្រះវិហារចំនួន3ជុំរួចវេអង្ផ្កាចំពោះព្រះសង្ឃជាកិច្ចបង្ហើយបុណ្យអ្នកដើមបុណ្យ1អាយឧត្តមពេជ្រសុផានិងលោកជំទាវក្រុងភ្នំពេញ2ឧបាសិកាឈឹមនៅក្រុងភ្នំពេញ3ឧបាសិកាមួចន្ទាក្រុងបាវិត4ព្រះគ្រូចៅអធិការព្រះសង្ឃលោកគ្រូអាចារ្យព្រមទាំងគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តបារាយទាំងមូលបញ្ជាក់នៅក្នុងរាត្រីនោះមានក្រុមល្ខោនបាសាក់ខេត្តកំពង់ឆ្នាំងសម្ដែងជូនទស្សនារហូតដល់ភ្លឺផងដែរសូមអរព្រះគុណនិងសូមអរគុណ